សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងសិក្សាទៅលើមេរៀនទី2បន្តទៀតគឺស្វ័យគុណអញ្ចឹងរូបមន្តហើយនឹងលក្ខណៈយើងបានដឹងហើយយើងមានរូបមន្តទាំងអស់គឺ7អញ្ចឹងរូបមន្តទី1គឺ a សេគុណ n គុណ a សេគុណ m เนาะអញ្ចឹងរូបមន្តហ្នឹងគឺស្មើនឹង a សេគុណ n គុណជាមួយនឹង m រូបមន្តទី2គឺ a សេគុណ n គុណ a សេគុណ m គឺស្មើនឹង a សេគុណ n បូកជាមួយ m រូបមន្តទី3 a សេគុណ n ចែកឲ្យ a សេគុណ m អញ្ចឹងស្មើ a សេគុណ n ដកឲ្យ m ទី4គឺបានន័យថារូបមន្ត a គុណជាមួយ b សេគុណទាំងអស់សេគុណ n អញ្ចឹងយើងអាចផ្ដាច់ជាផលគុណបានគឺ a សេគុណ n គុណ b សេគុណ n រូបមន្តទី5យើងអាចផ្ដាច់បានដូចគ្នាអញ្ចឹងកាលណា a លើ b សេគុណ n គឺស្មើ a សេគុណ n លើ b សេគុណ n រូបមន្តទី6គឺបងប្អូនត្រូវចាំថាបើសិនជា a សេគុណ n ហ្នឹងវាអត់នៅភាគបែងបានន័យថាភាគបែងវា1អញ្ចឹងវាជាភាគយកហើយអញ្ចឹងនៅពេលដែលយើងដាក់ទៅភាគបែងគឺបានទៅជា a សេគុណ n ហ្នឹងដូរទៅជា a សេគុណ n ឬក៏យើងអាចសរសេរថាបើសិនជាយើងមាន a សេគុណ n យើងអាចយកវាទៅក្រោមទៅបាន1នៅលើ a សេគុណ n វិញបច្ច្រាស់នៃទស្សនវារូបមន្តទី7គឺងាយចាំមែនទែនមួយចំនួនសេគុណ0គឺស្មើនឹង1លើកលែងតែ a នឹង0ដែរ0សេគុណ0គឺរៀងមិនកំណត់ឥឡូវយើងទៅមើលលំហាត់ឧទាហរណ៍ទាំងអស់គ្នាតោះអូខេអញ្ចឹងលំហាត់របស់យើងគឺកនេះយើងមាន5គុណជាមួយ5គុណជាមួយ5អញ្ចឹងស្មើប៉ុន្មានពួកយើងតោះស្មើប៉ុន្មានគឺស្មើនឹង5សេគុណ3កន្លែងនេះគេចង់ឲ្យយើងកណនីចេញជាចម្លើយឯងគាត់ចង់ឲ្យយើងកណនីនឹងសម្រួលវាឲ្យខ្លីយើងមុនអញ្ចឹងទៅចំពោះខបើយើងមើលខតិចមើលខគឺយើងមាននេះខ្លះខយើងមាន x មួយកន្លែង x នេះមួយកន្លែងទៀតអញ្ចឹង x មាន2កន្លែងเนาะអញ្ចឹងមាន x គុណជាមួយនឹង x ការ៉េចំណែកឯ y គឺមាន2កន្លែងនេះគ្នាគឺ y គុណឲ្យ y គីបអញ្ចឹងទៅស្មើនឹង x សេគុណម៉ាននេះយើងអានេះសេគុណវា1មែនទេ1អញ្ចឹងតើអ្នកគ្នាដឹងហើយថារូបមន្តរបស់យើងបើសិនជានេះ1អាហ្នឹងចាប់ទុកដូចជា n អញ្ចឹងវាចាប់ទុកដូចជា m អញ្ចឹងវាចូលរូបមន្តរបស់យើងមិញនឹង a សេគុណ n គុណ a សេគុណ m เนาะអញ្ចឹងស្មើនឹង n បូក m ស្មើនឹង n បូក m អញ្ចឹងទៅគឺស្មើនឹងលេខ1បូក2គឺស្មើនឹង3តោះចំពោះ y ធ្វើដូចគ្នាយើងយកបូកយកគ្នាមកសេគុណ1មែនទេ1អានោះ y សេគុណ3ចឹងបាន y សេគុណ4ចាស់ប៉ុណ្ណាយើងមើលបន្តទៀតក៏រៀងពិបាកបន្តិចเนาะដោយសារលេខវាច្រើនតែយើងគិតម្ដងមួយមកវាទៅជាបញ្ហាធំឯងឥឡូវយើងមើលក៏មុននឹងធ្វើលំហាត់ហ្នឹងអ្នកទាំងអស់គ្នាមើលសេគុណនេះគឺសេគុណវា1អញ្ចឹងយើងទៅមើលសេគុណសិនសិតតកូល2មែនទេសេគុណនេះ1សេគុណនេះ4សេគុណនេះ7សេគុណនេះ5ប៉ុន្តែ5ហ្នឹងគោលវា3អញ្ចឹងយើងគិតតែគោល2សិនមកអញ្ចឹង2មាននេះខ្លះ2ហ្នឹងគឺមាន2សេគុណ1អញ្ចឹងពេលនេះលោកគ្រូបានសរសេរមកទៅដាក់ថា2សេគុណ1បូកឲ្យ4បូកឲ្យ7មិនចឹងណាឬក៏យើងបូកយកគ្នាឲ្យក៏បានដែរអញ្ចឹង1បូក4បូក7គឺស្មើនឹង12អញ្ចឹងសេមក2សេគុណ12គុណ3សេគុណ5ដដែលសិនមកណាហើយចំពោះភាពបែងបងប្អូនឃើញតែចាកន្លែងនេះ12មែន12ហ្នឹងក៏យើងអាចបំបែកទៅជាប៉ុន្មាន12ហ្នឹងបំបែកទៅជាប៉ុន្មាន3គុណជាមួយនឹង4ស្មើ12ថាអត់គុណនឹង6ហ្នឹងអាចបំបែកទៅជា2គុណជាមួយនឹង3តោះបន្តទៀតស្មើទៀតមកអញ្ចឹងបងប្អូនទាំងគ្នាឃើញភាពបែងគឺវាមានលេខជាច្រើនដែលវាអត់តផ្ដុំគ្នាមានទាំងលេខ2មានទាំងលេខ3អញ្ចឹងភាគយើងសេដដែលសិនមកយើងទៅមើលភាពបែងម្ដងទៀតភាពបែងរបស់យើងគឺមាននេះខ្លះមានដកនេះរូបមន្តយើងគ្នាយើងនិយាយគ្នាមិញណាកាលណានេះ a នេះ3ចាប់ទៅជា a អញ្ចឹងនេះចាប់ទៅជា b អញ្ចឹងស្អែកគុណវារួមអញ្ចឹងយើងអាចផ្ដាច់វាជា2បានត្រូវអត់អញ្ចឹងអាចផ្ដាច់ជា2បែបណាអាចផ្ដាច់ថាបាន3នេះ3នេះសេគុណ3គុណឲ្យ4សេគុណ3គុណឲ្យ2គុណឲ្យ3កន្លែងហ្នឹងបងប្អូនទាំងគ្នាឃើញតែចេះ4សេគុណ3យើងយកមកគិតខាងបន្តិចមើលណា4សេគុណ3នេះយើងគិតមើល4សេគុណ3គឺស្មើអី4សេគុណ3គឺស្មើនឹង2សេគុណ2លើកជាសេគុណ3ចេះមែនអត់ដោយសារ2ការ៉េ4វិញអញ្ចឹងទៅស្មើនឹង2សេគុណ6អញ្ចឹងលោកគ្រូយក2សេគុណ6ចំណុះចូលវិញណាអញ្ចឹងលោកគ្រូពេលនេះគ្រូលុប4សេគុណ3នេះគ្រូជប់ស្អី4សេគុណ3ទៀតហើយគ្រូស្អីដាក់ថា
2សេគុណ6វិញអញ្ចឹងនឹងលោកគ្រូសួរថា2សេគុណ6ហេតុអីដូចស្អីយើងចង់យក2ស៊ីសល់1 2ណាហើយ3នេះស៊ីសល់1លេខ3នេះតោះយើងតទៀតអញ្ចឹងស្មើនឹង12សុំទៅ2សេគុណ12គុណឲ្យ3សេគុណ5ហើយចំពោះភាគបែងគឺយើងស៊ីសងដូចយើងនិយាយគ្នាមិញអញ្ចឹងយើងយក3សេគុណ3នេះស៊ីសងជាមួយ3អញ្ចឹងបាន3សេគុណ4ប្រើរមុនយើងដែរមិញ2នេះគឺបាន2សេគុណ5 2យើងឃើញអត់អញ្ចឹងលេខភាគយកគឺមានលេខ2ជាគោលលេខ3ជាគោលភាគបែងក៏អញ្ចឹងដែរអញ្ចឹងយើងមានរូបមន្តយើងមិញបើសិនជា a សេគុណ n នៅលើ a សេគុណ m គឺស្មើនឹង a សេគុណ n ដក m បានថានេះទស្សនខាងលើដកនេះទស្សនខាងក្រោមអញ្ចឹងយើងគិតលើគោល2មុនមក2នេះយើងចាប់ទុកដូចជា n អញ្ចឹងគ្នាយើងដូចជា n អញ្ចឹងនេះចាប់ទុកដូចជា m អញ្ចឹងនៅពេលដែលយើងសេបានមិនសេថាស្មើនឹង2សេគុណ12ដក7យើងអាចដកយកហ្មងក៏បានបើយើងតន់ច្បាស់មួយសិនគុណឲ្យ3សេគុណមកយើងមើល3ទាំងអស់គ្នាបន្តិចយើងមើល3ទាំងអស់គ្នាបន្តិចកន្លែងនេះចាប់ទុកដូចជា n អញ្ចឹងកន្លែងនេះចាប់ទុកដូចជា m អញ្ចឹងយើងធ្វើម៉េចយើងសរសេរថា n ដក m អញ្ចឹងស្មើនឹង5ដកនឹងម៉ាដកនឹង4តែពួកយើងកុំភ្លេចរឿងមួយគឺសញ្ញាសំខាន់ណាស់ញ៉ាត់ខុសសញ្ញាដកអ្នកដកតើអ្នកអាចដាក់នៅមុខនេះបានតើអត់សញ្ញាដកដាក់មុខគេមកលោកគ្រូសូមបញ្ជាក់បន្តិចខ្លះពីយើងភ្លេចកន្លែងហ្នឹងណាដក a នៅលើ b ស្មើនឹង a ដក a នៅលើ b អញ្ចឹងដាក់ដកចំរបាក៏បានឬក៏ដាក់ដកនៅក្រោមក៏បានដែរគឺបានន័យថាវាស្មើគ្នាតើអញ្ចឹងលោកគ្រូឲ្យដាក់ដកពីមុខអញ្ចឹងបានត្រូវអត់បន្តមកទៀតស្មើទៀតស្មើនឹង2សេគុណ5ត្រូវអត់12ដល់7និង2សេគុណ5ហើយ3សេគុណ5ដក4គឺស្មើនឹងប៉ុន្មាន3ដក5ដក4នៅសល់នឹង1អញ្ចឹងបាន3សេគុណ1គឺលេខ3នេះគឺជាចម្លើយរបស់យើងមេរៀនស្វ័យគុណនេះគឺគ្រាន់ចង់ឲ្យយើងចេះបំបាយពីលេខញ៉ៃបែបនេះទាំងសម័យលំហាត់មានលេខច្រើនបែបនេះឲ្យទៅជាទូចសល់ប៉ុណ្ណឹងតើអ្នកចង់ទុកប៉ុណ្ណឹងក៏បានឬក៏ចង់កណនីតទៀតក៏បានដែរចេញជាលេខក៏បានដែរឲ្យ simple ថា2សេគុណ5 32អញ្ចឹងដល់គុណជាមួយ3ស្មើនឹងដក96អញ្ចឹងទៅយើងចង់ធ្វើម្ដងហ្នឹងក៏បានដែរយើងមើលលំហាត់នេះដូចជាវែងបន្តិចចំពោះខតែបើយើងធ្វើទៅស្រួលវិញឯដោយសារតែនេះមានជួយយើងមួយអ្នកសេគុណ0នេះតោះអញ្ចឹងរូបមន្តយើងប្រមាណក៏ដោយសេគុណ0ក្រៅពីលេខ0ណាប្រមាណក៏ដោយសេគុណ0គឺស្មើ1អញ្ចឹងនេះបើប៉ុណ្ណេះគឺស្មើ1បាទដោយសារវាសេគុណ0ណាស្មើ1គុណឲ្យលំហាត់យើងខាងស្ដាំ2 a b ប្រមាណហ្នឹងគឺស្មើដដែលមែនទេអញ្ចឹងលោកគ្រូអត់ទៅសេអាខាងឆ្វេងហ្នឹងមកទៀតអាសេគុណ0ហ្នឹងវា1ហើយអញ្ចឹងសេតែនៅសល់មកបានអីគេ2 a សេគុណដក4 3សេគុណម៉ាត់3សេគុណ10នៅលើ8 a សេគុណដក3 3សេគុណ7មែនទេអញ្ចឹងធ្វើដូចយើងនិយាយកិនមិញអញ្ចឹងអានេះយើងសម្រួលបាន1លើ4តោះគិតគោល a តោះគ្នាសញ្ញាហ្នឹងអត់ពិបាកគិតតែយ៉ាច្រឡំចេះខាងលើចាប់ទុកដូចជា n អញ្ចឹងហ្មងអាក្រោមនេះ m អញ្ចឹងដើម្បីកុំឲ្យច្រឡំតើអស់គ្នាសេចេះអាដក4ហ្នឹងតើអស់គ្នាហ៊ានសេអូបើយើងអត់នេះដាក់ពងកញ្ចក់ចេះហ្មងណាគ្នាយើងដែរអត់ទាន់ច្បាស់សញ្ញាហើយដកនេះដកគ្រូបានដកនេះមកពីណាដកគឺជារូបមន្តរបស់យើងហ៎មិនយកលើដកក្រោមមែនក្រោមនៅតែដកអណ្ដែលណាអញ្ចឹងទៅជាអីគេដក3យ៉ាងដែរឃើញនេះមិន n ដកឲ្យ m មិនអញ្ចឹង3គិតចឹងដែរមកពេលខ្លះគេឲ្យអ្នកខ្លះគាត់គិតអញ្ចឹង a សេគុណដក3លើកទៅលើ a សេគុណបូក3ទៅដូចតែគ្នាតើគុណឲ្យ b សេគុណ10ដក5 2តើស្មើទៀតស្មើ1លើ4a នេះកន្លែងនេះដកប៉ះដកទៅជាអីបើយើងដកប៉ះដកទៅជាអីទៅជាសញ្ញាបូកមែនទេអញ្ចឹងបានដក4បូក3គឺស្មើដក1គុណ b សេគុណ3ដក1យើងអាចយកទៅក្រោមក៏បានទុកអញ្ចឹងក៏បានបើយកទៅក្រោមវាល្អមើលជាងណាអញ្ចឹងបាន b សេគុណ3នៅលើ 4a សេគុណ1គឺ 4a ហ្នឹងហើយនេះគឺជាចម្លើយរបស់យើងអ្នកនរគ្នាអាចទៅធ្វើលំហាត់ផ្សេងៗជាច្រើនក្នុង QR នេះពួកយើងក៏ scan ទៅមានលំហាត់ហើយមានចម្លើយផ្ទៀងផ្ទាត់ទៀតអូខេលំហាត់យើងជួបគ្នាប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយយើងបន្តមកចំណុច2ទៀតយើងចប់ហើយ